ខ្ញុំកណាសូមក្រាបនមស្ការចំពោះគុណកែទាំង3នៅប្រទេសរដ្ឋដែលសេចក្តីគោរពសពការស្មើដោយជីវិតសូមក្រាបនមស្ការចំពោះកថេរានុថេរៈគ្រប់ព្រះអង្គដែលជានិច្ចកាលតែងតាមដានរាល់សកម្មភាពនៃធម៌ព្រមទាំងចម្រើនពរដល់ញោមញាតិជាពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសតែតែងយកចិត្តទុកដាក់ជួយរាល់សកម្មភាពនៃធម៌របស់ខ្ញុំកណាព្រះភិក្ខុចន្ទកសិយោក្នុងពុទ្ធានៅក្នុងគ្រាវេលាឱកាសនេះខ្ញុំកណាអាត្មាភាពបានទទួលដំណឹងពីបងចៅសង្កាត់ខេត្តសផលដែលបានរាយការណ៍ប្រាប់មកថាមានញោមគាត់កំពុងតែខ្វះនៅជីវភាពខ្វះនៅការគ្រឿងប្រើប្រាស់ឧបភោគបរិភោគហើយគាត់ក៏បានជួយច្រើនបន្តទៀតដែរដោយថាតាមអង្គការមនុស្សធម៌ខ្លះទៅក៏មានខែមានអីតាមវគ្គចឹងទៅហើយដល់ពេលដាច់ភ្លាមអញ្ចឹងមានតែខាងយើងខាងអាត្មាជួយបាន4គ្រួសារបន្តមកចឹងទៅក៏ហើយក៏នៅក្នុងសមាជិកក្រុមមនុស្សធម៌របស់ខ្ញុំកណាអាត្មាភាពមានព្រះវិភពបានបញ្ញាងួនសម្អាតព្រមទាំងលោកគ្រូចាឆាយវណ្ណៈក៏ដូចជាកូនសិស្សវណ្ណវិជ្ជការនៅក្នុងគ្រាវេលាឱកាសនេះបានចុះមកដល់ខាងភូមិបណ្ដងចេញក៏ខាងភូមិបណ្ដងចេញដោយដែលញោមញាតិពុទ្ធបរិស័ទបានឃើញនៅក្នុងវីដេអូនេះស្រាប់ហើយគឺបងចៅសង្កាត់អែមសុផលសង្កាត់អូចាក្រុងបាត់ដំបងរបស់យើងក៏តែងតែផ្នែកជួយរាល់សកម្មភាពមនុស្សធម៌ទោះបីគាត់ជាប់រវល់យ៉ាងណាក៏ដោយក៏នៅតែព្យាយាមមកជួយទាំងមេឃភ្លៀងជីម៉ូតូមកទាំងអស់គ្នានឹងសើមហើយក៏ខំប្រឹងជួយក៏ដើម្បីសង្កាត់របស់យើងជួបផលលំបាកបែបណាក៏ដោយក៏តែងតែជួយមិនថាស្ទះទឹកផ្លូវលូអីទេមានបញ្ហាអីក៏គាត់តែងតែចុះមិនថាយប់មិនថាថ្ងៃទេក៏ហើយនេះជាគ្រួសារទី4ហើយនៅក្នុងថ្ងៃនេះក៏ហើយឥឡូវមកដល់ភូមិបណ្ដងចេញហើយអាត្មាឃើញទៅញោមមានបញ្ហាខ្វះខាតមែនក៏ការរស់នៅរបស់គាត់ជួបនៅផលលំបាកច្រើនអញ្ចឹងក៏សូមឲ្យបងអែមសុផលចៅសង្កាត់មានជាមតិយោបល់ថ្លែងអំណរអគុណដល់ម្ចាស់សភានៅក្នុងគ្រាវេលាឱកាសនេះគឺមានញោមជំទាវកើតស៊ីយុទ្ធក៏ដូចជាញោមជំទាវអានព្រមទាំងញោមធម្មឧបាសកសូសែនញោមធម្មឧបាសិកាប៊ុនស៊ីច័ន្ទហើយញោមជំទាវអានគាត់ឧបត្ថម្ភក្នុងមួយខែហ្នឹង300000រហូតដល់មួយឆ្នាំពេញនៅក្នុងឆ្នាំ2025ហើយញោមជំទាវកើតស៊ីយុទ្ធក៏ដូចគ្នាក្នុងមួយខែ100,000ព្រមទាំងញោមធម្មឧបាសកសូសែនព្រមទាំងធម្មឧបាសិកាប៊ុនស៊ីច័ន្ទ100,000ក្នុងមួយឆ្នាំពេញដូចគ្នាចឹងហើយក៏ថ្លែងអំណរអគុណចឹងក៏សូមអញ្ជើញបងអែមសុផលថ្លែងអំណរអគុណដល់ម្ចាស់សភាមុននឹងយើងបានឱកាសក្នុងការជូននៅតេយ្យទានជាសប្បុរសធម៌នេះជូនចំពោះញោមសូមអរគុណសូមក្រាបថ្វាយបង្គំគុណចាស់គុំពុទ្ធាប្រធានក្រុមមនុស្សធម៌ខេត្តបាត់ដំបងយើងទីសក្ការៈដល់ពងពោះសូមក្រាបថ្វាយបង្គំគុណចាស់ហើយងួនសម្អាតណាជាក្រុមការងារមនុស្សធម៌ហើយលោកទីវអានបងក្រុមគឺសើហើយបងឆៃវណ្ណៈជាអាចារ្យផងជាក្រុមការងារមនុស្សធម៌ផងជួយមូលដ្ឋានបានច្រើនហើយលោកស្រីដែលជាក្រុមប្រឹក្សាសកាត់នឹងបងអ្នកថតរូបមកបាទជាទីរូបរាប់អានហើយសូមជម្រាបសួរលោកជំទាវអានហើយនឹងក្រុមគ្រួសារលោកជំទាវកើតសិយុទ្ធក្រុមទាំងក្រុមគ្រួសារលោកធម្មឧបាសកសូសែមលោកស្រីធម្មបាសិកាប៊ុនស៊ីច័ន្ទនិងក្រុមការងារមនុស្សធម៌ទាំងអស់ដែលគេបាទដឹងឈ្មោះអស់សូមជម្រាបសួរនឹងថ្លែងអំណរគុណដល់ពងពោះដែលតាមរយៈគុណចាស់បានយកនៅអំណោយជាគ្រឿងឧបភោគបរិភោគជូនជាវត្តនៅក្នុងមូលដ្ឋានសង្កាត់អូចានេះឱកាសនេះចំនួន4គ្រួសារមិញយើងបានចោះទៅជូនគ្រួសារនៅភូមិចាញ់នោះ2គ្រួសារហើយឥឡូវនេះយើងមកភូមិអណ្ដូងចេញ2គ្រួសារទៀតហើយឡើយលោកពូគ្រួសារចំក្រោយបាទហើយជម្រាបជូនលោកទាវថា
នេះជាការងារមនុស្សធម៌มันបានប្រកាន់ជានិន្នាការនយោបាយទេនៅពេលដែលជាប្រវត្តិយើងណាមួយខ្វះខាតគឺពួកយើងអស់គ្នាគឺបាទអស់គ្នានឹងតែស្វាក់ស្វែងរកជាកញ្ចប់ជាសេះគុណចាស់ហើយតំណាងឲ្យក្រុមការងារមនុស្សធម៌ហ្នឹងបានជួយតន់ពេលវេលាណាតន់ពេលវេលាអញ្ចឹងហើយនៅមានជាពលរដ្ឋគ្រួសារដែលមានជីវភាពខ្វះខាតដតីទៀតហើយសង្ឃឹមថាគុណចាស់លោកជំទាវនឹងបន្តការខិតខំជួយដល់បងប្អូនជាពលរដ្ឋនៅអូចាយើងជាបន្តទៀតដោយឡែកលោកអ៊ុស្រីលោកជំទាវឯកឧត្តមដែលមានសមានចិត្តជួយជាពលរដ្ឋនៅអូចាយើងនេះសូមបន្តជួយតាមរយៈលោកជំទាវក៏ដូចជាគុណចាស់ណាដើម្បីយើងបានជួយជាពលរដ្ឋឲ្យបានច្រើនជាងនេះបន្តទៀតជាចុងក្រោយតំណាងឲ្យរដ្ឋបាលស្កាត់អូចាដូចជាលោកលោកស្រីដែលមានវត្តមាននៅក្នុងទីនេះសូមគោរពដឹងគុណនិងអរគុណគុណចាស់ដែលយកចិត្តទុកដាក់ណាសូមគោរពអរគុណដឹងគុណលោកជំទាវអានលោកជំទាវកើតសិយោតធម្មបាសកសូសែមធម្មបាសិកាគុណសិចាន់និងសហការីសូមអរគុណនិងអរគុណខ្លាំងណាស់ហើយសង្ឃឹមជឿជាក់ថានឹងបានជាកម្មវិធីនេះជូនដល់ជាពលរដ្ឋយើងនៅមូលដ្ឋានកាត់អូចាតទៀតសូមកិនជុកពោគុណចាស់ណាមានសុខភាពល្អគុណចាស់មានសុខភាពល្អលោកជំទាវសហការីក្រុមគ្រួសារសូមជួបតែពុទ្ធពរទាំង4ប្រការកុំបីជួបទេឡើយបាទសូមអរគុណសូមជើញផងចាឆៃវណ្ណៈថ្លៃអំណរអរគុណដល់សប្បុរសជនមុននឹងយើងបានឱកាសក្នុងការជូននៅប្រតិទានពីពុទ្ធយោសូមជាការដែលបាទសូមថ្វាយគុំអរគុណទូអង្គដែលជាប្រធានក្នុងកម្មវិធីមនុស្សធម៌ប្រកាសនេះបាទខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបាទដល់លោកជំទាវអានក្រុមគ្រួសារបាទលោកជំទាវខពីយុទ្ធបាទក្រុមគ្រួសារបាទលោកបាទសក់បាទធម្មបាទសក់បាទសូសាមនិងបាទធម្មបាទសិកាបាទលោកសិចាន់ដែលបានជួយឧបត្ថម្ភបាទក្នុងកម្មវិធីបាទមនុស្សធម៌ក្នុងមួយឆ្នាំពេញបាទចាប់ពីតាមខែ1មកនេះជាខែទី5បាទក្នុងមួយខែនោះបាទចំនួនបាទមានគ្រួសារបាទដែលមានចំនួនទឹកប្រាក់បាទ50万រៀលបាទបរិបទ50万រៀលគេដល់គុណចាស់បាទហើយគុណចាស់បានឲ្យខ្ញុំកណានឹងទិញចាត់ចែងបាទមានអង្គ20គីឡូក្រាមបាទក្នុងគ្រួសារបាទមានគ្រឿងឧបភោគបរិភោគបាទទាំងអស់នោះបាទចាត់ចែងបានគុណគ្រួសារបាទចំនួន50万រៀលនោះបាទហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយសូមបាទគុណកសលទាំងឡាយនេះបាទជូនដល់លោកជំទាវបាទខានលោកជំទាវកាត់សិយុទ្ធព្រមទាំងលោកបាទសក់បាទសកាព្រមទាំងក្រុមការងារដល់លោកទាំងអស់ជាពិសេសបាទក្រុមការងារបាទគាត់ខ្ញុំបាទទាំងអស់គ្នាដែលកាត់អូចានៅលោកឯកបាលជាធម្មធានឱកាសនេះបាទជួយនឹងជាបរិបទនៅកាត់អូចារបស់យើងបាទទាំងអស់គ្នាដើម្បីបានគុណកសលទាំងឡាយនេះបាទហើយសូមបានសុខចម្រើនទាំងអស់គ្នាជាពិសេសបាទជាបរិបទដែលក្រីក្រក្នុងកាត់អូចាបាទមានបន្តទៅទៀតហើយសូមបំពេញវេលាបាទដល់សុខរបស់ជនទាំងអស់ក្នុងនិងក្រៅប្រទេសដែលមានសទ្ធាថាចង់ជួយបាទដល់ក្រុមមនុស្សធម៌ខ្ញុំបាទដែលមានព្រះអង្គបាទខ្ញុំថាជាប្រធានក្នុងឱកាសនេះបាទសូមជួយបន្តទៅទៀតដើម្បីចែកបាទដល់ជនក្រីក្រថាមានក្នុងសង្កាត់អូចាទេសង្កាត់ដល់ចៃទៀតក៏ដោយបាទឲ្យតែមានបាទលទ្ធភាពបាទខ្ញុំអាចក្រុមការងាររបស់ខ្ញុំបាទដែលមានព្រះអង្គជាប្រធានបាទដឹកនាំជួយបាទតាមលទ្ធភាពបាទសូមអរគុណច្រើនបាទសូមអរគុណបាទនៅយើងលើកទៅជាធានជួយទៅបាទសាធុនឹងចាញ់ញោមទទួលបាននៅអង្គចំនួន25គីឡូក្រាមមានមីទឹកត្រីត្រីខំបាល់ប៊ីចេងអីទាំងអស់សាប៊ូទាំងអស់ណាញោមណាក៏ចឹងសូមញោមថ្លែងអំណរអរគុណដល់ម្ចាស់សទ្ធាក៏ហ្នឹងណាអរគុណនឹងនេះទៅចំជូនពោថ្លែងអរគុណដល់ជូនពោអរគុណដល់ម្ចាស់ដែលអបធម្មបាននេះខ្ញុំរកជូនដល់ខ្ញុំអរគុណបាទមានគុណចាស់មានលោកជំទាវបាទគុណចាស់មានលោកជំទាវទាំងអស់នឹងសូមគោរពបាទអរគុណបាទសាធុក៏នឹងឲ្យញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាសប្បុរសជនកណាគុណចាស់គ្រប់ព្រះអង្គដែលបានតាមដានរាល់សកម្មភាពមនុស្សធម៌កណាគុណចាស់ញោមញាតិឲ្យដំលោកជំទាវអាចចូលរួមឧបត្ថម្ភបានតាមរយៈខ្ញុំកណាអាត្មាភាពព្រះវិធុចន្ទសេយោខឹមពុទ្ធាតាមលេខទូរស័ព្ទចំនួន2ខ្សែគឺលេខ077 61 14 និង16 077 61 14 និង16 07គុត61 14 និង16 07គុត61 14 និង16
ឆ្លៀតនៅក្នុងគ្រាវេលាឱកាសនេះជាកិច្ចចុងក្រោយខ្ញុំកណាសូមប្រគេនបងដល់កណាគុណចាស់គ្រប់ព្រះអង្គនិងជូនបុណ្យកុសលដល់បងទាំងអស់គ្នាមានបងចៅសង្កាត់ជាដើមព្រមទាំងបងដែលជាសមាជិកក្រុមប្រឹក្សាទាំងអស់ព្រមទាំងសហការីនៃកម្មវិធីមនុស្សធម៌និងជូនបុណ្យកុសលដល់ញោមញាតិពុទ្ធបរិស័ទសពបរិសុជនសូមជួបប្រសពតែសេចក្តីសុខនិងសេចក្តីចម្រើនពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈសម្បត្តិ3សម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិអស្ចារ្យពុទ្ធព្រះនិព្វានប្រកាសណាគុណម្ចាស់ញោមញាតិជាពុទ្ធបរិស័ទតាំងសេចក្តីប្រាថ្នាយ៉ាងណាសូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាខ្ញុំកណាព្រះវិខុចន្ទសីយោខឹមពុទ្ធាសូមក្រាបនមស្ការលានិងចម្រើនពរលា